ម្ចាស់ដីជាច្រើនគិតថាការកំណត់តម្លៃខ្ពស់ទុកមុនហើយចាំចរចាពេលក្រោយប៉ុន្តែក្នុងករណីខ្លះអ្នកទិញអាចមិនសូវចាប់អារម្មណ៍តាំងពីដំបូងអ្វីដែលម្ចាស់ដីគួរដឹងមុនពេលដាក់លក់មិនមែនជាការកំណត់តម្លៃទេតែជាការកំណត់ទៅលើទី1គួរត្រៀមឯកសារកម្មសិទ្ធិឲ្យបានច្បាស់ដើម្បីឲ្យអ្នកទិញមានទំនុកចិត្តទី2សិក្សាអំពីតម្លៃទីផ្សារនៅតំបន់ជុំវិញបើដាក់ខ្ពស់ពេកអ្នកទិញអាចមិនសូវចាប់អារម្មណ៍តែបើដាក់ទាបពេកអ្នកអាចបាត់បង់ផលប្រយោជន៍ទី3ត្រៀមព័ត៌មានឲ្យបានគ្រប់គ្រាន់ដូចជាទំហំទីតាំងផ្លូវចូលនិងហេដ្ឋារចនាសម្ព័ន្ធជុំវិញការត្រៀមខ្លួនបានល្អមិនត្រឹមតែជួយឲ្យដំណើរការនៃការលក់រលូនប៉ុណ្ណោះទេថែមទាំងជួយបង្កើនទំនុកចិត្តរវាងអ្នកទិញនិងអ្នកលក់ផងដែរដូចនេះប្រសិនបើលោកអ្នកមានបំណងចង់ស្វែងយល់បន្ថែមអំពីអចលនវត្ថុនៅតំបន់ណាមួយឬក៏ចង់ដឹងអំពីទីផ្សារបច្ចុប្បន្នសូមធ្វើការតាក់ទងមកក្រុមការងារ My Market Trend ដែលចំណាយតែម្ដងអាចប្រើបានមួយជីវិតតាមរយៈលេខទូរស័ព្ទនិង Telegram ដែលបានភ្ជាប់ជូននៅខាងក្រោមសូមអរគុណ